សំឡេងមួយដែលម្ដាយម្នាក់ចាំមិនភ្លេចអស់មួយជីវិតនោះគឺសំឡេងយំដំបងរបស់កូនជាសំឡេងតូចមួយដែលប្រាប់ម្ដាយថាកូនបានមកដល់ពិភពលោកនេះហើយកូននៅរស់កូនមានសុវត្ថិភាពប៉ុន្តែមុននឹងឮសំឡេងនោះម្ដាយជាច្រើនបានឆ្លងកាត់វិនាទីដែលគួរឲ្យខ្លាចបំផុតក្នុងជីវិតម៉ោងដែលគាត់មិនដឹងថាកូននឹងយំឬអត់មិនដឹងថាកូននឹងដកដង្ហើមឬអត់មិនដឹងថាខ្លួនឯងនឹងបានឃើញមុខកូនឬអត់ការសម្រាលកូនគឺជាពេលដែលជីវិតថ្មីមួយកំពុងចាប់ផ្ដើមប៉ុន្តែវាក៏អាចជាពេលដែលជីវិតពីរកំពុងឈរនៅមាត់ទ្វារនៃសេចក្តីស្លាប់ផងដែរមានគ្រួសារខ្លះផ្ទះនៅឆ្ងាយឈឺពោះកណ្ដាលយប់ផ្លូវងងឹតប្រាក់ធ្វើដំណើរអាចមិនគ្រប់ម្ដាយខ្សោយទៅឪពុកភ័យញ័រខ្លួនព្រោះមិនដឹងថាតើគាត់អាចនាំប្រពន្ធនិងកូនទៅដល់ដៃគ្រូពេទ្យទាន់ពេលឬអត់ទៅដល់មន្ទីរពេទ្យម្ដាយអាចហូរឈាមកូនអាចខ្វះអុកស៊ីហ្សែនសម្ពាធឈាមអាចឡើងខ្លាំងកូនអាចកើតមិនរួចម្ដាយឬកូនអាចត្រូវការសង្គ្រោះបន្ទាន់ភ្លាមនៅវិនាទីបែបនេះគ្មានម្ដាយណាសុំអ្វីច្រើនទេសុំឲ្យតែខ្លួនឯងរស់សុំឲ្យតែកូនអាចដកដង្ហើមសុំឲ្យតែគាត់បានឮសំឡេងយំដំបងរបស់កូនប៉ុន្តែមានគ្រួសារខ្លះបើគ្មានមន្ទីរពេទ្យមួយបើកទ្វារទទួលពួកគាត់ដោយឥតគិតថ្លៃពួកគាត់ប្រហែលជាមិនអាចរក្សាជីវិតបានទាំងពីរនៅខេត្តសៀមរាបមានកន្លែងមួយដែលបានជួយឲ្យសំឡេងយំដំបងរបស់ទារករាប់ម៉ឺននាក់បន្លឺឡើងដោយសុវត្ថិភាពនោះគឺមន្ទីរពេទ្យជ័យវរ្ម័នទី7ឬមន្ទីរពេទ្យគុណធបុប្ផាទី3ចាប់តាំងពីឆ្នាំ1999មកមន្ទីរពេទ្យនេះមិនត្រឹមតែជួយសង្គ្រោះកុមារប៉ុន្តែជួយឲ្យម្ដាយជាច្រើនបានឮសំឡេងដែលពួកគាត់រងចាំអស់ពេលជាង9ខែក្នុងមួយឆ្នាំមន្ទីរពេទ្យគុណធបុប្ផាសៀមរាបព្យាបាលកុមារនិងផ្ដល់សេវាបង្កើតកូនជាង1.2 លានករណីជារៀងរាល់ថ្ងៃមានស្ត្រីគ្រប់ខែចន្លោះពី50នាក់ទៅ70នាក់សម្រាលកូននៅទីនេះនៅពីក្រោយតួលេខទាំងនេះគឺជាម្ដាយម្នាក់ដែលបានរស់អោបកូនជាឪពុកម្នាក់ដែលឈប់ភ័យហើយយំដោយសេចក្តីធូរស្រាលជាទារកម្នាក់ដែលមានឱកាសចាប់ផ្ដើមជីវិតខែមិថុនានេះ News Today ចូលរួមជាមួយយុទ្ធនាការ 10000 នាក់ 10000 រៀលរបស់មូលនិធិគុណធបុប្ផាកម្ពុជាការបរិច្ចាគរបស់អ្នកទាំងអស់គ្នាជាចំណែកមួយនៃសម្លេងយំដំបងរបស់ទារកម្នាក់ជាការសម្រាលទុក្ខរបស់ម្ដាយម្នាក់ជាក្តីសង្ឃឹមរបស់គ្រួសារក្រីក្រមួយដែលគ្មានទីពឹងផ្សេងក្រៅពីមន្ទីរពេទ្យគុណធបុប្ផាសូមចូលរួមជាមួយមូលនិធិគុណធបុប្ផាកម្ពុជាដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគុណធបុប្ផាតាមរយៈ QR Code ផ្លូវការដែលបានភ្ជាប់ជាមួយការផ្សាយនេះម្ដាយម្នាក់កំពុងរងចាំទឹកចិត្តសប្បុរសរបស់យើងទាំងអស់គ្នាដើម្បីឲ្យគាត់បានឮសំឡេងដែលគាត់ទន្ទឹងរង់ចាំអស់ជាង9ខែជាសំឡេងយំដំបងរបស់កូនជាសំឡេងនៃជីវិតដែលសុំឱកាសរស់ខ្ញុំរស់សុធាពី News Today NTTV